ខ្ញុំជំងឺមហារីកថ្លើមដំណាក់កាលទី3នៅពេលដែលខ្ញុំទៅមើលឈាមដើម្បីពិនិត្យសុខភាពក៏បានរកឃើញថា tumor marker ខ្ញុំឡើងដល់ជាង 3000 ដែលគេមានដាក់ការសង្ស័យទៅលើជំងឺមហារីកថ្លើមបន្ទាប់មកខ្ញុំក៏បានទៅ scan ទៅធ្វើ echo គឺពិនិត្យឃើញច្បាស់ដុំមហារីកហ្នឹងវាធំរហូតដល់ប្រហែលជាប៉ុនបងទាតម្រូវឲ្យមានការវះកាត់ជាបន្ទាន់បាទខ្ញុំតាំងពីខ្ញុំដឹងថាខ្ញុំកើតវះកាត់ហើយមកព្យាបាលគឺខ្ញុំអត់ដែលហើយអត់ដែលតក់ស្លុតអត់ដែលបារម្ភអីទាំងអស់ធម្មតាខ្ញុំនៅតែបន្តជីវភាពខ្ញុំធម្មតាខ្ញុំវះកាត់ធំ42ធ្នេខ្ញុំដូចជាមនុស្សធម្មតាអត់មានជំងឺអីតែបើខ្ញុំដើរទៅណាក៏មិនមានអ្នកណាដឹងថាខ្ញុំឈឺដែរបាទជំរាបសួរខ្ញុំឈ្មោះសសាធ្យារស់នៅភ្នំពេញបាទអាយុ72ឆ្នាំខ្ញុំជំងឺមហារីកថ្លើមបាទដំណាក់កាលទី3ជាទូទៅខ្ញុំតែងតែពិនិត្យសុខភាពហើយខ្ញុំខានពិនិត្យមើល3ឆ្នាំសម័យកូវីដនៅពេលដែលខ្ញុំទៅមើលឈាមដើម្បីពិនិត្យសុខភាពក៏បានរកឃើញថា tumor marker ខ្ញុំឡើងដល់ជាង 3000 ដែលគេមានដាក់ការសង្ស័យទៅលើជំងឺមហារីកថ្លើមបន្ទាប់មកខ្ញុំក៏បានទៅ scan ទៅធ្វើ echo គឺពិនិត្យឃើញច្បាស់ដុំមហារីកហ្នឹងវាធំរហូតដល់ប្រហែលជាប៉ុនបងទាហើយតម្រូវឲ្យមានការវះកាត់ជាបន្ទាន់ទៀតតែខ្ញុំអត់មានឈឺអីសោះខ្ញុំធម្មតាខ្ញុំគិតថាពួកខ្ញុំត្រូវមានបេសកកម្មទៅស្រុកចិនខ្ញុំគិតថាចាំត្រឡប់មកវិញទិញសមុទ្រក៏ហោះទិញអីអស់ហើយស្រាប់តែថ្ងៃមួយនោះខ្ញុំទៅលេងបាត់ដំបងសៀមរាបមុននឹងទៅចិននោះទៅដល់បាត់ដំបងស្រាប់វាឈឺខ្លាំងទៅត្រឡប់មកភ្នំពេញវិញទាំងយប់ដល់មកដល់ភ្នំពេញគ្រូពេទ្យបានណែនាំឲ្យធ្វើការវះកាត់ហើយបើយល់ល្អគឺឲ្យខ្ញុំទៅក្រៅប្រទេសខ្ញុំមិនមានរោគសញ្ញាអីសោះបាទព្រោះជាការពិនិត្យសុខភាពជាប្រចាំដល់ទៅមើលឈាមទៅឃើញថាអា tumor marker ហ្នឹងវាឡើងខ្ពស់សម្រាប់ខ្ញុំគឺទៅធម្មតាដូចជាអត់មានតក់ស្លុតអត់មានភិតភ័យទៅជាពេទ្យដែលមើលខ្ញុំគាត់ភ័យជាងខ្ញុំទៀតគាត់សឹងតែមិនហ៊ានប្រាប់ខ្ញុំហើយគ្រួសារខ្ញុំក៏ដូចជាមិនមានតក់ស្លុតភិតភ័យអីដែរយើងទទួលយកបានថាវាការពិតវាមកដល់ហើយអញ្ចឹងទោះយើងភ័យយើងមានអារម្មណ៍ភិតភ័យតក់ស្លុតវាអត់មានដោះស្រាយអីបានទាំងអស់អញ្ចឹងមានតែរកមធ្យោបាយដើម្បីព្យាបាលនៅពេលដែលខ្ញុំសម្រេចថាទៅវះកាត់នៅថៃថ្លើមខ្ញុំទៅកាត់ចេញអស់ 50% ហើយបន្ទាប់មកគ្រូពេទ្យបានណែនាំពីវិធីសាស្ត្រក្នុងការព្យាបាលហើយខ្ញុំក៏ត្រឡប់មកខ្មែរវិញខ្ញុំបានសាកសួរពេទ្យច្រើនខ្ញុំផ្ញើពីរបៀបព្យាបាលដែលប្រេតនៅថៃនោះផ្ញើទៅអូស្ត្រាលីផ្ញើទៅបារាំងដើម្បីឲ្យគេជួយមើលគេថាការព្យាបាលហ្នឹងគឺត្រឹមត្រូវដូចគ្នានឹងការព្យាបាលនៅក្រៅដែរបន្ទាប់ពីខ្ញុំបានសួរនៅមន្ទីរពេទ្យនៅថៃពីរបៀបព្យាបាលនៅអូស្ត្រាលីនៅបារាំងគឺមានរបៀបដូចគ្នាខ្ញុំក៏មកជួបលោកវិជ្ជបណ្ឌិតអ៊ីវសុខានៅ Oren Cancer Clinic នេះក៏មាន protocol ព្យាបាលដូចគ្នាដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាព្យាបាលនៅនេះព្រោះថាខ្ញុំបានថ្លឹងថ្លែងពីការចំណាយបើខ្ញុំទៅថៃខ្ញុំត្រូវចំណាយច្រើនជាងនេះ3ដងព្រោះត្រូវធ្វើដំណើរទៅស្នាក់នៅ
គេងត្រឡប់មកវិញអញ្ចឹងក្នុងខ្ញុំត្រូវធ្វើនេះគេហៅថានេះimmunotherapy អញ្ចឹងខ្ញុំ3អាទិត្យត្រូវធ្វើម្ដងអញ្ចឹង3អាទិត្យហ្នឹងខ្ញុំទៅអស់3 4ថ្ងៃត្រឡប់មកវិញ3 4ថ្ងៃវាអស់មួយអាទិត្យអញ្ចឹងខ្ញុំអត់មានពេលនៅធ្វើការនៅស្រុកខ្មែរទេចុះឡើងចុះឡើងចុះឡើងរហូតអញ្ចឹងខ្ញុំគិតថានៅនេះជាជម្រើសល្អបំផុតដូចជាអត់មានមូលហេតុអីច្បាស់លាស់ទេព្រោះខ្ញុំអត់ចេះញ៉ាំបារីអត់ញ៉ាំស្រាតែបើនិយាយទៅខ្ញុំរស់ស្អាតហូបស្អាតខ្ញុំដោយសារឮតែចាស់គាត់និយាយថាខ្ញុំមានម្ដាយធំម្នាក់ដែលខ្ញុំអត់កើតអត់តាន់ទេគាត់ស្លាប់ដោយជំងឺមហារីកប៉ុន្តែក្នុងសម័យនោះគឺមិនទាន់ច្បាស់ផងទេគ្រាន់តែចេះតែសង្ស័យថាមហារីកចឹងបាទខ្ញុំតាំងពីខ្ញុំដឹងថាខ្ញុំកើតវះកាត់ហើយមកព្យាបាលគឺខ្ញុំអត់ដែលភ័យអត់ដែលតក់ស្លុតអត់ដែលបារម្ភអីទាំងអស់ធម្មតាខ្ញុំនៅតែបន្តជីវភាពខ្ញុំធម្មតាទៅធ្វើការងារហើយហាត់ប្រាណគេងទៀងទាត់ខ្ញុំក៏ចង់មានផ្ដាំផ្ញើចង់ផ្ដាំផ្ញើទៅអ្នកដែលមានជំងឺអ្វីដែលសំខាន់គឺទី1ទឹកចិត្តរបស់យើងត្រូវតែរឹងមាំកុំតក់ស្លុតកុំភ័យត្រូវទទួលយកការពិតបើយើងតក់ស្លុតយើងភ័យវាអត់ចំណេញវាមានតែខាតទី1បញ្ហាទី2សំខាន់ទោះយើងព្យាបាលនៅណាក៏ដោយត្រូវដាក់ទំនុកចិត្តទៅលើគ្រូពេទ្យដោយខ្ញុំមកនេះគឺខ្ញុំទុកចិត្តលើគាត់ 100% អញ្ចឹងបើយើងអត់ទុកចិត្តពេទ្យខ្ញុំគិតថាការព្យាបាលនោះក៏មានការពិបាកដែរវាធ្វើឲ្យយើងមិនអស់ចិត្តសំខាន់បំផុតគឺចិត្តខ្លួនយើងធ្វើម៉េចឲ្យស្ងប់កូនខ្ញុំប្រពន្ធខ្ញុំក៏មហារីកដែរយើងមកព្យាបាលនៅនេះទាំងអស់គ្នាហើយប្រពន្ធខ្ញុំគាត់ជាហើយគាត់មក scan 3 ដងហើយអត់មានរកឃើញមានកោសិកាមហារីកទៀតទេនៅតែខ្ញុំពួកក្រុមគ្រួសារខ្ញុំគឺអត់មានផិតភ័យអីទេគ្រាន់ថាទោះបីយើងត្រូវការចំណាយថវិកាអស់ច្រើនតែទាំងអស់គ្នាថាត្រូវតែព្យាបាលត្រូវតែតស៊ូដើម្បីរស់បន្តទៀតបើនិយាយទៅតាំងពីខ្ញុំបន្ទាប់ពីខ្ញុំវះកាត់ធំ42ធ្នេខ្ញុំដូចជាមនុស្សធម្មតាអត់មានជំងឺអីតែបើខ្ញុំដើរទៅណាក៏មិនមានអ្នកណាដឹងថាខ្ញុំឈឺដែរខ្ញុំនៅអាចបើកឡានពីនេះទៅសៀមរាបទៅកពតទៅអីដោយខ្លួនឯងបានទាំងអស់សំខាន់គឺខ្ញុំហាត់ប្រាណរាល់ថ្ងៃអត់ដែលខកខានសោះធម្មតាគឺថ្នាំមហារីកតែងតែមានផលលំបាក side effect នឹងច្រើនខ្ញុំមានដែរខ្ញុំចេញនៅដៃលបកឲ្យឈឺដៃពេលខ្លះតែខ្ញុំអត់ដែលបារម្ភអីទេពួកគិតថាវាជារឿងធម្មតាតែចេះយើងត្រូវតែទទួលយកអញ្ចឹងអត់មានគិតពីវាទៅវាក៏អត់សូវធ្វើឲ្យយើងលំបាកដែរអានេះទស្សនៈផ្ទាល់ខ្លួនគ្រូពេទ្យថ្នាំរួមនឹងកម្លាំងចិត្តខ្លួនឯងការជឿជាក់បើសិនជាយើងមិនជឿជាក់លើថ្នាំលើគ្រូពេទ្យគឺធ្វើឲ្យយើងបាក់ទឹកចិត្តអស់សង្ឃឹមដែលជាកត្តាចាំបាច់សំខាន់ជំរុញឲ្យជំងឺយើងកាន់តែធ្ងន់ធ្ងរហើយពិបាកនឹងព្យាបាលខ្ញុំបានទទួលបានការណែនាំពីមិត្តភ័ក្តិបន្ទាប់មកខ្ញុំក៏មកជួបលោកវិជ្ជបណ្ឌិតអ៊ីវសុខាគាត់បានណែនាំខ្ញុំស្ដាប់ប្រសាសន៍គាត់ខ្ញុំពិចារណាខ្ញុំថ្លឹងថ្លែងជាមួយនឹងអនុសាសន៍ពីមន្ទីរពេទ្យផ្សេង
ទាំងមន្ទីរពេទ្យថៃដែលវាកាត់ខ្ញុំគឺដូចគ្នាចឹងហើយខ្ញុំក៏សម្រេចចិត្តថាមកទទួលការព្យាបាលនៅទីនេះព្រោះខ្ញុំក៏សង្កេតឃើញថាទាំងបរិស្ថានទាំងបរិក្ខារប្រើប្រាស់បុគ្គលិកគ្រូពេទ្យដូចថាបង្កលក្ខណៈឲ្យយើងមានទំនុកចិត្តខ្ញុំចង់ផ្ដាំផ្ញើបាទបងប្អូនកូនក្មួយដែលមានជំងឺមហារីកសំខាន់គឺកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តហាត់ប្រាណរស់នៅដោយសប្បាយចិត្តធ្វើចិត្តឲ្យសប្បាយកុំស្ដាប់ការឃោសនាជាពិសេសខ្ញុំឃើញក្នុង Facebook ខ្ញុំមិននិយាយពីប្រភពណាទេមានអ្នកគេស្ងោរថ្នាំបុរាណមើលជាមានអ្នកខ្លះច្រើនបំផុតគឺស្លឹកទៀបបារាំងអាចយកមកញ៉ាំជាខ្ញុំគ្រាន់តែចង់ផ្ដាំថាបើស្រួលយ៉ាងនេះគេមិនខំសិក្សារាប់សិបឆ្នាំហើយមិនតាន់រកឃើញច្បាស់ផងពេទ្យគេមានការរីកចម្រើនរហូតដល់អាចមើលឃើញក្នុងខ្លួនយើងទាំងអស់អាចមើលឈាមដឹងយើងឈឺអីឆ្លោះមើលគ្រប់បែបយ៉ាងគេអាចវះកាត់ថ្លើមបេះដូងសួតគេអាចធ្វើសឹងតែគ្រប់យ៉ាងនៅមិនទាន់មានថ្នាំដែលប្រកាសថាអាចព្យាបាលមហារីកជាផងអញ្ចឹងมันអាចទេដែលគ្រាន់តែថ្នាំខ្មែរស្ងោរមួយឆ្នាំពីរឆ្នាំហើយជាខ្ញុំគិតថាកុំគិតទៅលើកុំគិតថាវាជារឿងងាយស្រួលពេកអ្វីៗក៏ដោយខ្ញុំនៅតែដាក់ការជឿជាក់មកលើវិទ្យាសាស្ត្រមកលើពេទ្យខាន់គឺយើងមិនត្រូវអស់សង្ឃឹមត្រូវតែតស៊ូត្រូវតែព្យាយាមដើម្បីរស់ទោះបីយើងមិនអាចគេចពីសេចក្តីស្លាប់តែយើងរស់ឲ្យបានយូរបំផុតតាមដែលយើងអាចធ្វើបាន